តោះពេលនេះខ្ញុំចង់បង្ហាញអំពី tip តាក់ទងនឹង band object ណា band ឲ្យប៉ឲ្យកោងអញ្ចឹងហ្នឹងតែយើងធ្វើម៉េចយើង band ឲ្យកោងអញ្ចឹងកើតតាមពិតទៅវាងាយស្រួលទេប៉ុន្តែបើសិនណាជាយើងអត់ដឹងក៏យើងមានការលំបាកដែរយើងថាយើង band នឹងយ៉ាងម៉េចណាវិធីរបស់វាអញ្ចឹងខ្ញុំបង្ហាញ tip ក្នុងការពុត object ណាឲ្យវាកោងពុតវាហ្នឹងចឹងទាំងអស់នេះវាអាចយកទៅប្រើប្រាស់នៅក្នុងការឆ្លាក់ក្បាច់ឆ្លាក់អីហ្នឹងវាអាចមានកន្លែងមួយចំនួនបើសិនជាយើងយកទៅប្រើប្រាស់ណាឬមួយក៏ប្រើប្រាស់ object ផ្សេងទៀតតោះឥឡូវកុំឲ្យខាតពេកយើងចូលទៅវិធី band តែម្ដងខ្ញុំ delete វាចោលណាបាទ delete ចោលខ្ញុំអាចនឹងបង្កើតជា box មួយបាទ validate វាសិនត្រូវដឹងហើយថានៅពេលដែលយើងចង់ធ្វើអីបានតោះតែយើង validate បាទចឹងខ្ញុំអាចនឹងខ្ញុំអត់យក password ទេច្រឡំយើងអាចពង្រួមវាតូចចេះតិចមកហើយពង្រួមវាចឹងទៅឲ្យចឹងជាក្តារប្រទេសអីចឹងតិចណានៅក្នុងហ្នឹងហើយយើងរុញវាហើយយើងមើលពីលើកម្រាស់ហ្នឹងយើងពុតបានអត់តាមចិត្តដែលយើងចង់បានទេយើងចង់ឲ្យស្ដាស់ទៀតក៏បានដែរណាអញ្ចឹងអូខេយើងបាន band ប៉ុណ្ណឹងហើយយើងអាចទាញវាយតិចទៅដើម្បីងាយស្រួល band វាណាប៉ុន្តែយើងត្រូវដឹងថាបើសិនជាយើងចង់ band វាដូចយើងពុតវាអញ្ចឹងវាទាញសណ្ដកសាច់វាមកអញ្ចឹងវាអាចសណ្ដកដាច់វាណាដាច់អាសាច់វាអស់ហ្នឹងវាអត់ល្អទេអញ្ចឹងនេះដាច់សាច់របស់វានេះយើងមើល mesh របស់វានេះអញ្ចឹង mesh វាគួរតែម៉ត់ល្អិតបានយើងអាចពុតទៅវាបានល្អបើមិនអញ្ចឹងទៅវាដាច់ត្រង់ហើយឥឡូវវាយ៉ាងម៉េចខ្ញុំសាឡបងមិនបង្កើតmesh វាឲ្យបានតូចទេយើងអត់បង្កើត resolution ឬក៏ mesh វាយើងឲ្យច្រើនទេយើងទុកចោលអញ្ចឹងយើងចាំមើលថាតើវាខុសមិនបើសិនណាយើងអត់ mesh វាណាអញ្ចឹងដើម្បី mesh គឺយើងប្រើប្រាស់ដើម្បីយើងពុតវាគឺយើងបង្កើតយើងប្រើ mask យើងទៅបិទវាតែកន្លែងណាខ្លះដែលយើងចង់បិទវាកុំឲ្យវាធ្វើការមិនចឹងណាហើយនៅពេលដែលពុតបើសិនណាយើងទុកអញ្ចឹងវារឹងវាកាច់យកតែម្ដងអញ្ចឹងយើងអាច blur តិចទៅដើម្បីឲ្យវាមានសន្តានពុតទៅបានទន់ល្អតោះណានឹងឲ្យយើងបានតែប៉ុណ្ណឹងប្រហាក់ប្រហែលមិនច្បាស់ថាយ៉ាងម៉េចទេប៉ុន្តែយើងសាកល្បងពុតសាកមើលខ្ញុំទាញមក left ហើយនៅកន្លែងនេះខ្ញុំយក gizmo នេះយកមកប្រើប្រាស់យើង move gizmo អញ្ចឹងយើងប្រើ pivot អញ្ចឹងអា gizmo ហ្នឹងវាពុតទៅតាមអាក់របស់វាមិនចឹងណាកន្លែងណាដែលយើងចង់ពុតវាយើងសាកល្បងបើ grid វាសាកមកអញ្ចឹងនៅក្នុងកន្លែងនេះគឺយើងចង់ពុតវាសាកមើលអញ្ចឹងខ្ញុំដោះ pivot ចេញវិញហើយយើងបានប៉ុណ្ណឹងយើងអាចពុតវាឲ្យធម្មតាអាហ្នឹងពុតមកវាកោងទៅតាមអាក់របស់វានេះអាក់របស់ gizmo នេះអញ្ចឹងយើងសាកល្បងពុតមកមើលណាយើងពុតវាមកណាវា very simple ប៉ុន្តែវាមានបញ្ហាគេនេះឃើញទេនៅពេលដែលយើងអត់បានធ្វើ mesh វាបានល្អទេវាជ្រុងអញ្ចឹងអត់ល្អមែនទេអញ្ចឹងយើងបកមកវិញអូខេខ្ញុំclear mask វាចោលហើយខ្ញុំសាកល្បងដាក់ mesh វាឲ្យបានល្អណានៅក្នុងហ្នឹងអញ្ចឹងនៅក្នុងនេះខ្ញុំសាកល្បងដាក់ resolution របស់វាឲ្យខ្ពស់តិចមកដល់មកដល់300អញ្ចឹងមកហើយខ្ញុំ remesh វាមកអញ្ចឹងវាអាចចូលចេះ mod វាប៉ុណ្ណឹងណាយើងអាចធ្វើប៉ុណ្ណឹងយើងអាចធ្វើឲ្យ mod ជាងនឹងទៀតទៅយើងអាចធ្វើបានគឺមានន័យថាយើងធ្វើនេះmulti type របស់វានេះ subdivide នេះមិនចឹងទេអញ្ចឹងយើងអាច subdivide មួយទៀតទៅខ្ញុំបានបង្ហាញឲ្យ subdivide វាទៅជាតទៅទៀតអញ្ចឹងណានៅក្នុងហ្នឹងអូខេយល់របៀបដំណើរវាធ្វើបានហើយយើងអាចយកមក front យើងប្រើ cell mask របស់យើងដដែលណា cell mask ហ្នឹងយើងយកមក mask វាយើងបិទវាកន្លែងបិទនេះយើងចង់ពុតវាមិនចឹងណានៅក្នុងហ្នឹងហើយយើងធ្វើវា blur តិចមកណា blur ចឹងតិចមកខ្ញុំ remove frame វាចេញកុំឲ្យវានេះពេកហើយខ្ញុំ move វាមក left បន្តមកទៀតមកគឺយើងប្រើ gizmo របស់យើងដដែលហ្នឹងហើយយើងប្រើ pivot ហ្នឹងយើងទៅអាក់របស់វាដើម្បីវាពុតណានៅក្នុងនេះពុតរបស់វាអាក់នៅត្រឹមណាឧទាហរណ៍ថាខ្ញុំចង់បានពុតវានៅត្រឹមនេះចាស់តាមទំហំដែលយើងចង់បានទេអញ្ចឹងជាក់ស្ដែងតាមរបស់យើងអាចពុតវាសាកមើលណានៅក្នុងនេះអាចពុតវាបានទេអូខេណាយើងពុតមករបៀបអញ្ចឹងអូខេពុតរបៀបនេះយើងអាចពុតហ្នឹងអូយើងគិតថាវាអត់សូវនេះប្រហែលនេះយើងអាចនឹងធ្វើម្ដងទៀតយើងអាចដាក់អាក់វាមកក្រោមតិចបានទេនៅក្នុងនេះនេះយើងអាក់មកក្រោមតិចទៀតមកឲ្យវាស្មើនៅនេះតិចមកអូខេហើយសាកល្បងពុតម្ដងទៀតនៅកន្លែងនេះអូខេយើងពុតវាណានៅក្នុងហ្នឹងយើងពុតវាបាននេះ
អូខេណាយើងអាចពុតតម្រង់របៀបហ្នឹងអូខេអញ្ចឹងយើងបែនវាមករបៀបហ្នឹងអញ្ចឹងសំខាន់ទិសដៅ Gizmo ដែលយើងត្រូវពុតយើងត្រូវការបែនវាហ្នឹងឯងហើយបន្តមកទៀតមកយើង clear mask វាចេញទៅពេលនោះយើងអាចពុតវាបានហើយណាយើងអាចពុតកោងរបៀបនេះអាហ្នឹងគឺជា tip ទេក្នុងការពុត object ណានៅក្នុងហ្នឹងនេះ tip ពុតវាទៅហើយបន្តមកទៀតមកក៏វាបានប៉ុណ្ណឹងហើយយើងធ្វើមិនអកន្លែងនេះវាអត់សូវមូលមែនទេនេះកន្លែងនេះកែអត់មូលទេមូលហើយតែគេមកពីយើងកាលដែលយើង remesh វានោះយើងអត់បាននេះ voxel នេះយើងអត់បាន keep edge នេះខ្ញុំ undo មកវិញណានៅក្នុងនេះខ្ញុំ undo វាមកវិញហើយខ្ញុំ undo វាមកវិញទាំងអស់ហើយខ្ញុំclear all នៅក្នុងហ្នឹងណាចឹងខ្ញុំ undo មកវិញខ្ញុំធ្វើយំ remesh សាឡាវិញតែខំហ្នឹងច្រឡំហើយយើងចង់ keep edge នេះឲ្យវាមុតឲ្យវាស្រួចឲ្យវាជុងល្អណាអញ្ចឹងនៅក្នុងកន្លែង remesh នេះ resolution យើងបង្កើតដល់ប៉ុណ្្នឹងហើយយើង click នេះ tick លើនេះបានអាកែមជុងវាហ្នឹងមូលល្អណាបន្តមកទៀតមកយើង remesh វាទៅអូខេយើងសាកល្បងមើល wireframe របស់យើងកាលនេះមើលវាជុងល្អទេឃើញវាជុងល្អណាហ្នឹងហើយនេះជុងល្អមែនតើបន្តមកទៀតមកគឺយើងអាចធ្វើអីគេយើងអាចនេះយើងអាចមក subdivide នេះយើង subdivide មួយទៀតមកយើងជំរឿណាយើងដល់ពេលយើង subdivide វាមក sub នៅក្នុង mesh របស់យើងក្នុងនេះមួយទៀតណានេះ subdivide ពុបទៅឃើញវាតូចក្នុងទៀតទេអញ្ចឹងអូខេ fine យើងជិះគិតថាវាមូលល្អឲ្យបានប៉ុណ្ណឹងណាហើយគេយើងដោះ wireframe នេះចេញយើងដាក់មក front ឬក៏ back អីចឹងទៅហើយយើងយក cell mask ធ្វើដូចមិញសារឡើងវិញបានដល់ប៉ុណ្ណឹងណាក្នុងបានដល់ប៉ុណ្ណឹងហើយយើងដាក់ blur វាតិចមកឲ្យវាពុតកោងបាន smooth ល្អណានៅក្នុងហ្នឹងហើយយើងបកមក right យើងពុតសារឡើងវិញមកដល់នេះខ្ញុំជឿថាវាដំណើរការបានប្រសើរមែនតើហើយវានឹងមុតវានឹងអាចកោងបានល្អយើងអាចណាជ្រើសរើសអារបស់វាទៅហើយយើងសាកល្បងពុតវាអូខេនេះពុតបានចា៎ហើយយើងមើលមកយើងដាក់ grid វាមកដើម្បីយើងស្រួលមើលបន្ទាត់វាកែងបានល្អណានៅក្នុងហ្នឹងអញ្ចឹងនេះបានយើងបានអូខេអញ្ចឹងយើងអាចពុតវាបានអញ្ចឹងហើយបន្តមកទៀតមកយើង clear all ទៅ clear mask វាចេញអញ្ចឹងយើងអាចពុតវាបានដែរមែនទេយើង remove grid នេះចេញអញ្ចឹងយើងអាចពុតវាបានយើងចង់កាត់វាឲ្យស្មើអីតាមចិត្តវាយើងចង់បានហើយណាយើងពុតនៅកាលណាជា tip ទេណាអានេះគឺជា tip សម្រាប់យើងពុត object អីនៅក្នុងពេលដែលយើងគូពេលដែលយើងឆ្លាក់ពេលយើងអីណាក្នុងហ្នឹងវាមិនលំបាកទេប៉ុន្តែសម្រាប់អ្នកថ្មីអីចឹងទៅអត់មានបទពិសោធន៍ការពុតយកអត់ដឹងថាពុតតាមណាតាមណីទេនៅក្នុងហ្នឹងណា clear all អូខេអញ្ចឹងយើងបង្ហាញអំពី tip ក្នុងការពុត band និយាយថា band object វាមិនអញ្ចឹងគឺមានតែប៉ុណ្្នឹងទេមានចម្ងល់អីអាច comment ហើយចង់ឲ្យខ្ញុំបង្ហាញអីអាច comment ចូលមកនៅក្នុងpage ហ្នឹងនៅក្នុង profile របស់ខ្ញុំហ្នឹងអាច comment ទៅចង់ធ្វើអីខ្ញុំអាចនឹងធ្វើ tip ជូនបានណានៅក្នុងហ្នឹងអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនណា